សូមស្វាគមន៍មកកាន់ Channel បរិយាយរឿងតិនហ្វីវិលត្រឡប់សារជាថ្មីម្ដងទៀតហើយមកកាន់វីដេអូថ្មីមួយទៀតក៏ដូចជាវគ្គមួយទៀតដែលនឹងនិយាយអំពីការរត់គេចរបស់ប៉ៅឡុងឈីរបស់យើងចេញពីគុកដើម្បីទៅរកជំនួយការបរិយាយអំពីការរត់គេចពីបញ្ហានិងគន្លឹះដោះស្រាយបញ្ហាការរត់គេចពីបញ្ហាគឺយន្តការមួយដែលមនុស្សជាច្រើនបានប្រើប្រាស់នៅលើពេលដែលពួកគេប្រឈមទៅនឹងស្ថានភាពលំបាកឬតានតឹងទោះបីរវល់រត់គេចអាចផ្ដល់នៅការធូរស្រាលបណ្ដោះអាសន្នក៏ដោយក៏វាមិនមែនជាដំណោះស្រាយដ៏មានប្រសិទ្ធភាពនោះទេព្រោះបញ្ហានឹងមិនត្រូវដោះស្រាយដោយខ្លួនឯងឡើយហើយយើងគង់តែប្រឈមនឹងថ្ងៃណាមួយដដែលផលប៉ះពាល់នៃការរត់គេចពីបញ្ហាការជ្រើសរើសផ្លូវរត់គេចអាចបង្កើននូវភាពតានតឹងនិងធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើងភាពតានតឹងកើតឡើងការគេចវេះមិនបានលុបបំបត្តិបញ្ហានោះទេប៉ុន្តែវាអាចធ្វើឲ្យអ្នកបារម្ភកាន់តែច្រើនពីបញ្ហានាពេលអនាគតខកខានឱកាសរៀនសូត្រដោះស្រាយបញ្ហាគឺជាឱកាសមួយដើម្បីអភិវឌ្ឍជំនាញនិងជីវិតសម្រាប់ភាពធន់នឹងការរស់នៅការរត់គេចធ្វើឲ្យយើងបាត់បង់ឱកាសនេះការប្រើប្រាស់ទម្លាប់មិនល្អអ្នកខ្លះអាចរត់គេចដោយប្រើប្រាស់គ្រឿងស្រវឹងគ្រឿងញៀននិងកំសាន្តហួសហេតុដែលអាចបង្កើតបញ្ហាថ្មីបន្ថែមទៀតកន្លឹះដោះស្រាយបញ្ហាប្រកបទៅដោយប្រសិទ្ធភាពជំនួសឲ្យការរត់គេចយើងគួរតែអនុវត្តយុទ្ធសាស្ត្រដោះស្រាយបញ្ហាផ្ដោតទៅលើសកម្មភាពនិងដោះស្រាយនេះជាគន្លឹះសំខាន់ផ្ដោតស្មារតីនិងស្វែងរកភាពស្ងប់ស្ងាត់មុននឹងចាប់ផ្ដើមដោះស្រាយត្រូវផ្ដល់ឱកាសឲ្យខ្លួនឯងសម្រាកនិងសម្រួលអារម្មណ៍សិនសម្រាប់បណ្ដោះអាសន្នធ្វើសកម្មភាពបន្ធូរអារម្មណ៍ដូចជាហាត់ប្រាណដកដង្ហើមវែងៗនិងធ្វើសមាធិដើម្បីឲ្យចិត្តស្ងប់កំណត់ព្រំដែនព្យាយាមដើរចេញពីស្ថានភាពដែលកំពុងបង្កភាពតានតឹងខ្លាំងដល់ខ្លួនឯងជាបណ្ដោះអាសន្នដើម្បីទទួលបានទស្សនៈថ្មីៗ 2. កំណត់បញ្ហាឲ្យបានច្បាស់លាស់ត្រូវស្វែងយល់ឫសគល់នៃបញ្ហារៀបរាប់បញ្ហាសរសេរបញ្ហាឲ្យបានជាក់លាក់ដើម្បីយើងដឹងថាអ្វីទៅជាបញ្ហាពិតប្រាកដបំបែកបញ្ហាបើបញ្ហាធំពេកសូមបំបែកវាជាផ្នែកតូចៗអាចគ្រប់គ្រងបានស្វែងរកដំណោះស្រាយនិងធ្វើសកម្មភាពរាយបញ្ជីដំណោះស្រាយគិតរកដំណោះស្រាយដែលអាចធ្វើឲ្យអ្នកទៅបានទាំងអស់ទោះបីជាវាហាក់ដូចជាមិនសមហេតុផលក៏ដោយវាតម្លៃនិងជ្រើសរើសវាតម្លៃដំណោះស្រាយនីមួយៗផលចំណេញនិងផលប៉ះពាល់រួចជ្រើសរើសជំរើសដែលល្អនឹងអាចអនុវត្តបានចាត់វិធានការដាច់ខាតចាប់ផ្ដើមអនុវត្តដំណោះស្រាយដដែលដែលបានជ្រើសរើសភ្លាមរកជំនួយនឹងការគ្រប់គ្រងនិយាយជាមួយអ្នកទុកចិត្តចែកចម្លែកអារម្មណ៍និងបញ្ហាជាមួយមិត្តភ័ក្តិក្រុមគ្រួសារឬមនុស្សដែលអ្នកទុកចិត្តដើម្បីទទួលបានការគ្រប់គ្រងផ្លូវចិត្តនិងទស្សនៈល្អពីពួកគេស្វែងរកជំនួយពីអ្នកជំនាញបើបញ្ហានិងភាពតានតឹងធ្ងន់ធ្ងរទៅអាចពិគ្រោះជាមួយអ្នកប្រឹក្សាយោបល់ឬអ្នកចិត្តសាស្ត្រសេចក្តីសន្និដ្ឋានជំនួសឲ្យការរត់គេចការប្រឈមនឹងបញ្ហាដោយភាពក្លាហាននិងអនុវត្តនៅគន្លឹះដំណោះស្រាយបញ្ហាប្រកបទៅដោយស្ថានភាពណាមួយគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីបង្កើតភាពធន់និងភាពរឹងមាំផ្លូវចិត្តនិងឈានទៅរកការសម្រេចគោលដៅក្នុងជីវិតក្នុងត្រង់វគ្គនេះមានសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះសិនកុំភ្លេចចុច Subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយផងសូមអរគុណនិងសូមគោរពលា